សល់តែជាង2ថ្ងៃទៀតទេគឺដល់ពេលបុកពូហើយដូច្នេះយើងមកស្ដាប់រឿងនិទានរបស់ Man U និង Spurs ចាជំរាបសួរខ្ញុំកូនបានមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីការទន្ទឹងរង់ចាំកាន់តែគៀកកិតចិត្តមកដល់ហើយគឺនៅថ្ងៃទី21ខែឧសភាសប្តាហ៍នេះក្រុមពីក្របខ័ណ្ឌកំពូលអង់គ្លេសចំនួន2គឺក្រុមមកពីភាគខាងជើងទីក្រុង Tottenham Hotspur និងក្រុមពីទីក្រុង Manchester United ត្រូវដឹកដៃគ្នាទៅប្រទេសអេស្ប៉ាញដើម្បីប្រកួតដណ្ដើមពានរង្វាន់លីកកំពូលទី2របស់អឺរ៉ុប UEFA Europa League នៅចំពោះមុខអ្នកទស្សនាផ្ទាល់ជាង 50,000 នាក់និងអ្នកទស្សនារាប់លានអ្នកផ្សេងទៀតនៅលើពិភពលោកការប្រកួតនេះនឹងធ្វើឡើងនៅកីឡាដ្ឋាន San Mamés ជាទឹកដីរបស់ក្លឹប Athletic Bilbao និងជាទីកន្លែងមួយដែល Manchester United ទើបតែបានប្រកួតឈ្នះលើម្ចាស់ផ្ទះ Bilbao កាលពីវគ្គពាក់កណ្ដាលព្រឹកព្រាត់កន្លងទៅមានន័យថាទឹកដីនេះគឺ Man U ស្គាល់ច្បាស់ជាង Spurs ព្រោះគេទើបតែមានបទពិសោធន៍ឈ្នះថ្មីៗនេះគឺជាគូប្រកួតវគ្គផ្ដាច់ព្រាត់ដែលគេគិតថាជាក្រុមដ៏អាក្រក់បំផុតប្រចាំឆ្នាំក៏ប៉ុន្តែមានលទ្ធភាពក្នុងការទទួលបានពានការនិយាយបែបនេះព្រោះថាទាំង Man U និង Spurs សុទ្ធតែជាក្រុមក្បែរបាតតារាងក្នុងលីកក៏ប៉ុន្តែអាចមានឱកាសឈ្នះពានMan U ស្ថិតនៅលេខ16 Spurs នៅលេខ17លើតារាង Premier League ក៏ប៉ុន្តែអាចមានមួយនឹងទទួលបានកៅអីលេងនៅ Champions League នារដូវកាលក្រោយដែលនេះគឺជាប្រវត្តិសាស្ត្រមិនធ្លាប់មាននោះទេនៅក្នុងការប្រកួតលីកនៅអឺរ៉ុបកន្លងមកចា Man U និង Spurs នេះគឺជាជំនួបទី4ហើយរវាងក្រុមពីលីកដូចគ្នានៅវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Europa League ដោយលើកដំបូងគឺកាលពីឆ្នាំ2011មានក្រុមពីប៉ូទុយហ្គាល់2គឺ Porto ប្រកួតជាមួយនឹង Sporting Braga ហើយ2012នោះមានក្រុមពីអេស្ប៉ាញ2គឺ Atletico Madrid ប្រកួតជាមួយនឹង Athletic Bilbao ហើយឆ្នាំ2019គឺក្រុមពីអង់គ្លេសចំនួន2 Chelsea ប្រកួតជាមួយនឹង Arsenal អញ្ចឹងមានន័យថានេះគឺជាលើកទី2ហើយនៅ League Europa League ដែលក្រុមពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសហ្នឹងត្រូវជួបគ្នានៅក្នុងវគ្គផ្ដាច់ព្រាត់ចំពោះប្រវត្តិនៃក្រុមទាំងពីរបើយើងគិតពីរឿងជួបគ្នាវិញគឺថាញឹកញាប់មែនទែនដោយសារតែនៅលីកជាមួយគ្នាដូច្នេះមួយរដូវកាលហើយណាស់ក៏ត្រូវជួបគ្នាចំនួន2ដងដែរគិតតាំងពីឆ្នាំ1995មក Man U និង Spurs ជួបប្រកួតគ្នាចំនួន67ដងដោយនៅក្នុងនោះ Man U ឈ្នះរហូតដល់ទៅ40ដង Spurs ឈ្នះបានតែ14ដងទេហើយស្មើវិញគឺចំនួន13ដងគ្រាប់បានបញ្ចូលទីវិញ Man U ទាត់បញ្ចូលទី Spurs ចំនួន115គ្រាប់ Spurs ទាត់បញ្ចូលទីបិសាចក្រហម74គ្រាប់ចាណាមិញបើសិនជាគិតរឿងថ្មីបំផុតនៅក្នុងរដូវកាលនេះគឺ Man U និង Spurs បានជួបគ្នារហូតដល់ទៅ3ដងរួចទៅហើយដោយក្នុងនោះ2ដងនៅ Premier League និង1ដងនៅវគ្គ8ក្រុម League Cup 3ដងនោះគឺ Spurs ជាអ្នកទទួលបានជ័យជំនះទាំងអស់ទាត់បញ្ចូលទី Man U ដោយលទ្ធផល8-3ត្បិតតែ Spurs ឈ្នះច្រើនមែននៅក្នុងរដូវកាលនេះក៏ប៉ុន្តែក្រុមទាំងពីរហាក់ដូចជាអត់មានលើសខ្វះគ្នាប្រហែលទេគឺចាប់ដូចគ្នាតែម្ដងក្រុមទាំងពីរនេះគឺមានតែ Europa League មួយប៉ុណ្ណោះជាក្តីសង្ឃឹមតែបើសិនជានៅពានរង្វាន់ផ្សេងទៀតគឺអត់បានអីនោះទេលទ្ធផលនៅលើតារាង Premier League វិញ Man U 37ប្រកួតកន្លងមកគឺឈ្នះបានតែ10ប្រកួតចាញ់ដល់ទៅ18ប្រកួតហើយមាន39ពិន្ទុដែលនេះគឺជាការបញ្ចប់រដូវកាលដ៏មហាសាលអាក្រក់មិនធ្លាប់មាននោះទេនៅក្នុងប្រវត្តិបិសាចក្រហមនៅលីកកំពូលរបស់អង់គ្លេសចំពោះ Tottenham Hotspur វិញក៏មិនខុសគ្នាជាប់កំណត់ត្រាអាក្រក់ដោយ37ប្រកួតឈ្នះបាន11ប្រកួតចាញ់21ប្រកួតហើយស្មើ5ប្រកួតមាន38ពិន្ទុក៏ប៉ុន្តែនៅ Europa League រដូវកាលនេះវិញ Man U មានកំណត់ត្រាល្អជាង Spurs ព្រោះ14ប្រកួតកន្លងមកគឺ Man U មិនទាន់ចាញ់នោះឡើយពោលគឺមានឈ្នះចំនួន9និងស្មើ5ចំពោះ Spurs វិញឈ្នះ9ស្មើ3និងចាញ់2ប្រកួតMan U ឡើងមកដល់វគ្គនេះដោយបានទម្លាក់ក្រុមខ្លាំងពីអេស្ប៉ាញចំនួន2គឺ Real Sociedad នៅវគ្គ16ក្រុមនិង Athletic Bilbao នៅវគ្គពាក់កណ្ដាលព្រៃព្រាត់និងក្រុមមកពីបារាំងមួយគឺ Lyon នៅវគ្គ8ក្រុមជាមួយក្រុមពីអេស្ប៉ាញឬក៏នៅលើទឹកដីអេស្ប៉ាញ Man U ចូលឈ្នះច្រើនគ្រាប់មែនទេដូចជាកាលពីឈ្នះ Real Sociedad ហ្នឹងគឺទាំងពីរជើង5-2ហើយឈ្នះ Bilbao ទាំងពីរជើងគឺ7-1និយាយស្មោះត្រង់ទៅគឺMan U ដូចជាមានរាសីខ្ពស់ពេលទៅលេងនៅលើទឹកដីអេស្ប៉ាញនារដូវកាលនេះចារឿងនេះគឺអាចប្រកែកបាននោះទេចំពោះ Spurs វិញឡើងមកដល់វគ្គនេះគឺបានទម្លាក់ក្រុមពី Holland Inter Alkmaar នៅក្នុងវគ្គ16ក្រុមហើយទម្លាក់ក្រុមពីអាល្លឺម៉ង់ Frankfurt នៅវគ្គ8ក្រុមហើយនឹងឈ្នះក្រុមមកពី Norway Bodo Glimt នៅវគ្គពាក់កណ្ដាលព្រៃព្រាត់អាចគ្រាប់បាល់ទាត់បញ្ចូលទីគេគឺមិនមានការលើសគ្នាច្រើនទេគឺឈ្នះតែមួយគ្រាប់លើកលែងតែនៅវគ្គពាក់កណ្ដាលព្រៃព្រាត់បានឈ្នះ5-1យ៉ាងណាមិញ Spurs មិនបានជួបក្រុមតូចនោះទេទម្រាំតែបានឡើងមកដល់វគ្គនេះយើងនិយាយពីប្រវត្តិក្រុមទាំងពីរនៅ Europa League កន្លងមក Man U ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រាត់បានចំនួន2ដងហើយក៏ក្លាយជាជើងឯក Europa League លើកដំបូងនៅក្នុងឆ្នាំ2017ខណៈដែលនៅក្នុងឆ្នាំ2021គឺបានចាញ់ Villarreal និងបានត្រឹមតែក្លាយជាជើងឯករងចំពោះប្រវត្តិដ៏រុងរឿងរបស់ Spurs កាលពីអតីតកាលវិញគឺបានឡើងដល់វគ្គផ្ដាច់ព្រាត់ Europa League ចំនួន3ដងដោយនៅក្នុងនោះគឺក្លាយជាជើងឯក Europa League ចំនួន2ដងគឺលើកដំបូងបង្អស់នៅក្នុងឆ្នាំ1972និងឆ្នាំ1984ដែលជាលើកចុងក្រោយនៃការឈ្នះពាននេះខណៈដែលឆ្នាំ74គឺបានត្រឹមតែជាជើងឯករងទេហើយរយៈពេល17ឆ្នាំមកនេះគិតតាំងពីការលើកពាន League Cup លើកចុងក្រោយកាលពីឆ្នាំ2008
គឺ Spurs មិនដែលបានលើកពានអ្វីសោះដោយបានត្រឹមតែជាជើងអាចរងសម្រាប់បទពិសោធន៍នៅពានអឺរ៉ុបវិញគិតទាំងលើកនេះផង Man U ឡើងដល់វគ្គផ្ដាច់ព្រាត់គ្រប់ពានអឺរ៉ុបទាំងអស់ចំនួន13ដងហើយដោយក្នុងនោះមាន Champions League ចំនួន3ដង Europa League ចំនួន3ដងនិង UEFA Super Cup 4ដងព្រមទាំងពានផ្សេងទៀតគឺ Cup Winner Cup Spurs វិញបានឡើងដល់វគ្គផ្ដាច់ព្រាត់ពានអឺរ៉ុបសរុប6ដងដោយក្នុងនោះឡើងដល់វគ្គផ្ដាច់ព្រាត់ Champions League បាន1ដងគត់កាលពីឆ្នាំ2019ក៏ប៉ុន្តែគឺចាញ់ក្រោមធ្វើជើងក្រុមពីអង់គ្លេសដូចគ្នាគឺ Liverpool Europa League វគ្គផ្ដាច់ព្រាត់ Spurs ឡើងបានចំនួន4ដងដោយបានរៀបរាប់ខាងដើមហើយមួយដងទៀតនោះគឺ Cup Winner Cup ចាទាំងនេះគឺគ្រាន់តែជាការរៀបរាប់ត្រួសត្រាសពីបច្ចុប្បន្នភាពនិងអតីតកាលរបស់បេក្ខភាពវគ្គផ្ដាច់ព្រាត់ Europa League គឺ Manchester United និង Tottenham Hotspur ប៉ុណ្ណោះខ្ញុំមិនហ៊ានវិភាគបែបណាទេតាមតលុកអ្នកនាងគិតចាស់ក៏ប៉ុន្តែខ្ញុំគឺជាអ្នកគ្រប់គ្រងរបស់មន់ខ្នាយវាដូច្នេះក្នុងចិត្តខ្ញុំគឺប្រកាសណាស់គឺចង់ឲ្យ Spurs បានលើកពានចង់ឲ្យ Spurs ចូលរួមបំបែកបណ្ដាសាដោយក្រុមផ្សេងដែលគេបានលើកពានដែរនោះគឺ Newcastle Crystal ហើយនិង Bologna ជាដើមអរគុណច្រើនយើងចាំអ៊ុតមើលទាំងអស់គ្នាហើយក៏ជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា